សង្គ្រាមដើមបូភាបណ្ដាប្រទេសអាស៊ីជ្រួលច្របល់ដោយសារតែតម្លៃប្រេងនិងឧស្ម័នឡើងថ្លៃខ្លាំងសង្គ្រាមនៅតំបន់ដើមបូភាកំពុងតែជះផលអវិជ្ជមានមកលើបណ្ដាប្រទេសអាស៊ីសឹងទាំងអស់ដែលត្រូវការជាចាំបាច់នៅវត្ថុធាតុដើមមិនថាប្រេងនិងឧស្ម័នគិតត្រឹមថ្ងៃច័ន្ទទី9មីនាតម្លៃប្រេងឆៅបានឡើងថ្លៃលើស$100ក្នុងមួយធុងបារៀលប្រទេសអាស៊ីជាច្រើនបានចាប់ផ្ដើមចាត់វិធានការការពារទំហំស្តុកបម្រុងរបស់ប្រេងនិងឧស្ម័ននៅតាមប្រទេសគេរៀងៗខ្លួននិងដើម្បីទប់តម្លៃកុំឲ្យហក់ឡើងដែលធ្វើបាបជីវភាពប្រជាជន10ថ្ងៃហើយដែលច្រកសមុទ្រហុកមូសផ្លូវឆ្លងកាត់នៃការនាំចេញប្រេងនិងឧស្ម័នពីតំបន់ឈូងសមុទ្រពាក់ត្រូវបិទគប់ទាំងស្រុងដោយការប៉ាន់ស្មានទុកសង្គ្រាមនៅដើមបូភាបានធ្វើឲ្យតម្លៃប្រេងឆៅនិងតម្លៃឧស្ម័នហក់ឡើងស្រឿតផ្អើលពេញទីផ្សារពិភពលោកព្រឹកថ្ងៃទី9មីនាតម្លៃប្រេងឆៅបានហក់ឡើងដល់ 16.18% មួយធុងបារៀលមានតម្លៃ$107.69 បន្ទាប់ពីបានឡើងដល់ជិត$120ចំណែកតម្លៃឧស្ម័នធម្មជាតិវិញផ្អែកតាមទីផ្សារ TTF តម្លៃគោលរបស់អឺរ៉ុបគឺ1មេហ្គាវ៉ាត់ធើមានតម្លៃ$60.58តម្លៃនេះគិតត្រឹមម៉ោង 8:25 នាទីព្រឹកដែលបានឡើងប្រមាណ 13.49% បន្ទាប់ពីហក់ឡើងដល់ទៅ 30% នៅពេលទីផ្សារបែកទ្វារគួររំលឹកថាកាលពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើងភ្លាមនៅដើមខែមីនាឆ្នាំ2022តម្លៃប្រេងបានឡើងដល់$130ក្នុងមួយធុងបារៀលក៏ប៉ុន្តែបើនិយាយពីចលនាស្ទុះជ្រួលច្របល់នៃតម្លៃនៅលើទីផ្សារប្រេងគឺមិនដែលផ្អើលខ្លាំងដូចពេលនេះទេជាងនេះទៀតនៅថ្ងៃអាទិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធស្តុកប្រេងនិងឧស្ម័ននៅតំបន់ដើមបូភាបានរងការខូចខាតបន្ថែមទៀតដោយការវាយប្រហាររបស់មីស៊ីលនិងដ្រូនទាំងសងខាងគឺប្រទេសនៅតំបន់អាស៊ីដែលកំពុងជ្រួលច្របល់ខ្លាំងព្រោះពឹងផ្អែកសឹងទាំងស្រុងទៅលើប្រេងនិងឧស្ម័នរាវនាំចូលពីតំបន់ដើមបូភាជាក់ស្ដែងកូរ៉េខាងត្បូងនាំចូលប្រេងពីតំបន់ដើមបូភាប្រមាណ 70% នៃតម្រូវការវិស័យឧស្សាហកម្មបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងត្រូវការចរន្តអគ្គិសនីថាមពលច្រើនសម្បើមណាស់កូរ៉េខាងត្បូងទើបបានអះអាងថាគេបានទទួលបាននូវការដឹកបញ្ជូនប្រេងជាបន្ទាន់ចំនួន4លានធុងបារៀលចេញពីអេមីរ៉ាតអារ៉ាប់រួមដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រហុកមូសលោកប្រធានាធិបតីលីចែមយ៉ុងវិនបានប្រកាសនៅថ្ងៃច័ន្ទកំណត់តម្លៃអតិបរមានៃផលិតផលប្រេងដើម្បីជួយសម្រាលជីវភាពប្រជាជននៅតៃវ៉ាន់វិញរដ្ឋាភិបាលក្រុងចាប់ផ្ដើមដឹកបញ្ជូននាវាដឹកឧស្ម័នរាវចំនួន22គ្រឿងពីខែមីនាដល់ខែមេសាក្នុងនោះ20គ្រឿងត្រូវបានធានាសន្តិសុខរួចរាល់ហើយរដ្ឋាភិបាលតៃវ៉ាន់បានចាប់ផ្ដើមអនុវត្តយន្តការទប់ដំណៃសាំងឲ្យនៅនឹងតាមតែអាចធ្វើទៅបានចំណែកវៀតណាមវិញរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអាទិត្យទម្លាក់ពន្ធនាំចូលប្រេងមកនៅ0រហូតដល់ខែមេសាដើម្បីទាញទម្លាក់តម្លៃសាំងនៅជប៉ុនវិញដែលជាប្រទេសនាំចូលប្រេងធំជាងគេលំដាប់ទី5នៃពិភពលោករដ្ឋាភិបាលមានគម្រោងបញ្ចេញយកមកប្រើនៅស្តុកប្រេងបម្រុងរបស់ជាតិជប៉ុនអះអាងថាស្តុកប្រេងឆៅបម្រុងជាតិអាចប្រើបាន254ថ្ងៃចំណែកឧស្ម័នរាវវិញអាចទប់បាន3សប្តាហ៍នៅចិនវិញរដ្ឋាភិបាលបានចេញវិធានការហាមឃាត់រោងចក្រចម្រាញ់ប្រេងទាំងអស់របស់គេមិនឲ្យលក់នាំចេញប្រេងទាំងសាំងនិងម៉ាស៊ូតទៅកាន់ប្រទេសអាស៊ីដទៃទៀតដោយត្រូវឲ្យអតិភិបទៅលើទីផ្សារក្នុងស្រុកសូមបញ្ជាក់ថានៅឆ្នាំ2025ចិននាំចូលប្រេងឆៅពីតំបន់ដើមបូភាខ្ទង់ 57% នៃការនាំចូលសរុបប្រទេសហ្វីលីពីនវិញរដ្ឋាភិបាលបានប្រកាសកាត់បន្ថយចំនួនថ្ងៃធ្វើការមួយសប្តាហ៍មកនៅតែ4ថ្ងៃលោកប្រធានាធិបតីហ្វីលីពីនបានអំពាវនាវផងដែរឲ្យស្ថាប័នរដ្ឋត្រូវសន្សំសំចៃចរន្តអគ្គិសនីនិងប្រេងសាំងឲ្យបានចន្លោះពី10ដល់20%ដោយឡែកនៅឥណ្ឌាវិញក្រសួងប្រេងកាតាបបានអះអាងថាសម្រាប់ពេលនេះគឺមិនមានអ្វីព្រួយបារម្ភទេព្រោះឥណ្ឌាមានស្តុកប្រេងបម្រុងគ្រប់គ្រាន់អាចទប់បាន7ដល់8សប្តាហ៍ដោយដែលគេបានដឹងកន្លងមកឥណ្ឌាធ្លាប់បានលួចទិញប្រេងពីរុស្ស៊ីនៅទំហំច្រើនសន្ធឹកហើយកាលពីថ្ងៃប្រហ័សប្រឈមនឹងវិបត្តិដែលកំពុងកើតឡើងនៅដើមបូភាសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យឥណ្ឌាអាចបន្តទិញប្រេងពីរុស្ស៊ីដោយមិនរងទណ្ឌកម្មគួរកត់សម្គាល់ថា
បណ្ដាប្រទេសអាស៊ីសឹងទាំងអស់បានចាត់វិធានការទៅតាមលទ្ធភាពដើម្បីរក្សាស្តុកបម្រុងនិងទប់តម្លៃប្រេងនៅថៃអាជ្ញាធរបានប្រកាសការពារស្តុកបម្រុងប្រេងចំនួន2ខែហើយបានហាមឃាត់ការនាំចេញប្រភពថាមពលទាំងអស់តម្លៃប្រេងម៉ាស៊ូតវិញនឹងត្រូវទប់មិនឲ្យឡើងថ្លៃរយៈពេល15ថ្ងៃសូមបញ្ជាក់ថាវិបត្តិនៅដើមបូព៌ាកំពុងតែធ្វើឲ្យរញ្ជួយទីផ្សារសេដ្ឋកិច្ចទាំងអាស៊ីទាំងអឺរ៉ុបក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 បានបើកការប្រជុំបន្ទាន់ថ្ងៃច័ន្ទដើម្បីនិយាយអំពីលទ្ធភាពនៃការបញ្ចេញប្រេងឆៃយកមកប្រើបណ្ដោះអាសន្នចុះផ្សាយនៅថ្ងៃទី9ខែមិនិនា កែប្រែថ្ងៃទី10ខែមិនិនា ឆ្នាំ2026លើកយកមកនិយាយដោយអ្នកនាំពាក្យតាមផេកសង្គមព្រឹត្តិការណ៍ Social Events